ឈឺនៅបាតកែងជើងហើយញ៉ាំថ្នាំអត់បាត់សោះតើឈឺនៅបាតកែងជើងនេះអាចបណ្ដាលមកពីអ្វីលោកគ្រូបាតកែងជើងមូលហេតុភាគច្រើនអាចមកពីអលាកសរសៃបាតជើងបាទដែលភាសាអង់គ្លេសហៅថា plantar fasciitis មូលហេតុអាចមកពីពាក់ស្បែកជើងកែងឬក៏ការប៉ះទង្គិចដែលធ្វើឲ្យមានការកកាត់ខ្លាំងនៅតំបន់នោះអញ្ចឹងធ្លាប់រឺតថ្នាំផឹកថ្នាំអត់ជាហើយនៅតែឈឺបាទហើយលេបថ្នាំយូរទៅអាចធ្វើឲ្យឈឺកាពះទៀតបាទរំខានដល់ការងាររំខានដល់ការធ្វើចលនាផ្សេងរបៀបព្យាបាលយើងប្រើទ្រនាប់ជើងកែងជើងបាតជើងនេះដើម្បីជួយទប់ការរលាកនោះជួយទប់ការធ្វើចលនាខ្លាំងហើយទី2ទៀតយើងធ្វើការស្អំទឹកកកព្រោះអាចជួយកាត់បន្ថយការរលាកនោះបានដែរហើយប្រើថ្នាំប្រឆាំងរលាកបំបត្តិការឈឺចាប់នេះហើយកុំភ្លេចប្រើជាមួយនឹងថ្នាំកាពះផងដើម្បីការពារប៉ុន្តែបើធ្វើអញ្ចឹងហើយនៅតែមិនបាត់ទេវិធីដែលព្យាបាលគឺមានតែចាក់ថ្នាំ steroid ចូលនៅក្នុងកន្លែងរលាកនោះទើបអាចបាត់ភ្លាមហើយបាត់បានយូរធ្វើការបានវិញហើយផលប៉ះពាល់វិញគឺតិចតួចមែនទែនបើសិនជាយើងអត់ព្យាបាលដោយការចាក់ថ្នាំនោះទេហើយការការពារនោះគឺយើងត្រូវពាក់ស្បែកជើងកែងដែលកុំឲ្យកែងចោតពេកជៀសវាងការកកិតខ្លាំងខ្ញុំសូមធ្វើការណែនាំឲ្យជួបវេជ្ជបណ្ឌិតជំនាញបើសិនជាមានបញ្ហានេះព្រោះត្រូវការថតត្រូវការពិនិត្យច្បាស់លាស់ធ្វើរូបបំផាយច្បាស់លាស់ប្រើថ្នាំច្បាស់លាស់ធ្វើការព្យាបាលទៅតាមជំហាននីមួយអាចពិគ្រោះយោបល់ជាមួយនឹងខ្ញុំបាទវេជ្ជបណ្ឌិតហូសុងលីបទពិសោធន៍18ឆ្នាំតាំងពី2007មកសូមអរគុណសូមជម្រាបលា